មិនអាចទេអ្វីដែលផ្សងសត្វរបស់យាយដល់កម្រិត38ទៅហើយមិនក៏អាចត្រូវសត្វគីងគក់កម្រិត15របស់ឯងវាឲ្យខ្ទាតបានទៅវិញកុំថាឡើយត្រឹមតែកម្រិត38ណាទោះជាកម្រិត83ក៏ខ្ញុំអាចវាឲ្យហោះបានដូចគ្នាយាយចាស់ចិត្តអាក្រក់មួយក្បាច់នេះបញ្ជូនយាយឯងទៅឋានរកតែម្ដងទៅពីយោតកថយសិន ស៊ីវហ្វិនកុំទុកឲ្យយាយនឹងរត់រួចឲ្យសោះវីគាត់ស៊ីវហ្វិនអូនកើតអីហ្នឹងចៅហ្វាយដោយសារតែកម្រិតខ្ញុំទាបពេកទើបអាចប្រើប្រាស់ធម្មពលគុជទេពសត្វបានតែម្ដងគត់ហើយក៏ត្រូវអស់កម្លាំងពេញមួយថ្ងៃមែនទេហត់នឿយហើយណោះចាំយាយចាស់នឹងដឹងខ្លួនគាត់ច្បាស់ជាត្រឡប់មកវិញមិនខានយើងត្រូវតែប្រញាប់ចេញពីទីនេះសិនមានបន្តោងសាកល្បងរបស់ឆាវប៉ាវនេះ3ថ្ងៃទៀតខ្ញុំក៏អាចប្រើវាបញ្ជូនខ្លួនចេញពីជួរភ្នំសត្វវេទមន្តនេះបានដែរចំណែករង្វាន់សាកល្បងវិញមានប៉ាយម៉ូឈើនៅទីនេះស្រាប់ខ្ញុំយកវាមិនបានទេត្រឹមដំឡើងកម្រិតគឺគ្រប់គ្រាន់ហើយដូចដែលបានគិតមែនចាញ់បោកអាសត្វគីងគក់នោះបាត់វាច្បាស់ជាប្រើឥទ្ធិពលវត្ថុទេពពិសេសអីមួយមិនខានទើបអាចប្រែកាឡាជាមនុស្សមុនពេលកំណត់បែបនេះវាច្បាស់ជាត្រូវខ្សោយកម្លាំងមួយរយៈហើយលោកយាយចាំខ្ញុំឲ្យគេតាមរកវាពេញជួរភ្នំសត្វវេទមន្តនេះពេលរកវាឃើញនឹងកាប់វាជាចំណែកតែម្ដងច្បាប់សាកល្បងអ្នកចំណូលថ្មីកំណត់ដោយសម្ព័ន្ធសត្វយាយក៏មិនអាចធ្វើហួសហេតុពេកដែរប្រើកញ្ចក់វេទមន្តតាមដានទីតាំងបន្តោងសាកល្បងរបស់វាទៅរួចចាំឲ្យអ្នកចំណូលថ្មីផ្សេងទៀតទៅតាមចាប់វារកឯងឃើញហើយឆិនពោលើកនេះយាយចាំមើលថាតើឯងអាចរត់ទៅណាទៀតលោកយាយប៉ាយពួកយើងត្រូវឆិនពោបោកប្រាស់ហើយវាបានចងបន្តោងនោះភ្ជាប់ទៅនឹងជើងសត្វសាហាវអាចឈួតឆិនពោនេះឯងពិតជាធ្វើដាក់យាយខ្លាំងដៃពេកហើយវើយឯងគេចផុតលើកនេះតែមិនប្រកាសថាអាចគេចផុតលើកក្រោយនោះទេយាយចាស់ម្នាក់នេះមិនជឿទេថាឯងអាចលាក់ខ្លួនក្នុងជួរភ្នំសត្វវេទមន្តនេះអស់មួយជីវិតនោះបញ្ជូនមនុស្សបន្ថែមទៅឡោមព័ទ្ធច្រកចូលទៅចាំដល់ពេលការសាកល្បងបញ្ចប់យាយចង់ដឹងណាស់ថាឆិនពោឯងមានស្លាប់ហោះចេញរួចឬអត់ស៊ីវហ្វិនអូនដឹងខ្លួនហើយឬចៅហ្វាយខ្ញុំបានសះស្បើយវិញហើយហេពេលនេះឲ្យតែមិនជួបយាយចាស់ចិត្តអាក្រក់នោះទេខ្ញុំអាចវាខ្មាំងស្រូវទាំងអស់ក្នុងជួរភ្នំនេះឲ្យខ្ចាត់ខ្ចាយតែម្ដងមកស៊ីវហ្វិនរបស់បងពិតជាពូកែមែននិយាយអញ្ចឹងមិនក៏អូនអាចប្រែកាឡាជាមនុស្សមុនពេលអញ្ចឹងមកពីខ្ញុំបានច្របាច់បញ្ចូលគ្នាជាមួយគុយទេពសត្វយ៉ាងល្អឥតខ្ចោះនោះអីមិនត្រឹមតែប្រែកាឡាជាមនុស្សទេណាទេពកោសល្យនៃគម្រោងវិវត្តនីមួយគឺស្វ័យប្រវត្តិលោតដល់កម្រិតសេសតែម្ដងវាអ្នកកម្រិតស្មើគ្នាលែងចង់ចូលហើយម្យ៉ាងទៀតណាចាំដល់ពេលខ្ញុំឡើងដល់កម្រិត50អាចបើកដំណើរការទម្រង់ជាទេពសត្វបានទៀតផងអីគេទៅទម្រង់ទេពសត្វនោះអស្ចារ្យដល់ថ្នាក់នឹងផងទេពកោសល្យរបស់ខ្ញុំពិតជាឡើងដល់កម្រិតសេសទាំងអស់មែនតែអ្វីដែលខ្លាំងបំផុតនោះគឺការលេបត្របាក់ឥតដែនកំណត់លេបត្របាក់គ្រប់យ៉ាងហ្មងស៊ីវហ្វិនឈៀវហ្វេនតោះទៅកាន់ជម្រៅភ្នំសត្វវេទមន្តរាប់ម៉ឺនទៅលេបត្របាក់សត្វកាច់សាហាវឲ្យបានច្រើនត្រូវប្រឹងឡើងដល់វគ្គ7មុនពេលការសាកល្បងបញ្ចប់ដើម្បីវិវត្តម្ដងទៀតលេបត្របាក់ចាប់ផ្ដើមការវិវត្តហើយកង្កែបវេទមន្តមាសស្វាយកម្រិតវិវត្តទៅជាកង្កែបវេទមន្តមាសខ្មៅកម្រិតឆេះការឆ្លើយតបកម្រិតពីកម្រិត18ឡើងដល់កម្រិត7ខ្លាចជាអ្នកបញ្ជាសត្វវេទមន្តកម្រិត20ពេញលេញហើយទីបំផុតអាចហោះបានហើយតា
បើជួបយាយចាស់ប៉ៃម៉ូចៅនោះម្ដងទៀតទោះវាគាត់មិនឈ្នះក៏ខ្ញុំអាចគេចខ្លួនបានយ៉ាងងាយដែរការសាកល្បងចប់ហើយដល់ពេលត្រូវត្រឡប់ទៅវិញហើយយាយចាស់នេះដល់ថ្នាក់ប្រមូលកងទ័ពការពារក្រុងមកទៀតហេថែមទាំងរៀបចំរបាំងការពារជាប់ទៀតឈិនពកអញជាប់ចោទពីបទសម្លាប់ឆៅប៉ាវលីហៃស៊ុនប៉ៃនិងអ្នកផ្សេងទៀតថែមទាំងបំផ្លាញសត្វវេទមន្តរបស់ចៅប្រុសអញស៊ីយីនវឹងទៀតទោសទាំងអស់នេះត្រូវប្រន្ទាទោសរួមគ្នាកាត់ទោសប្រហារជីវិតភ្លាមនៅទីនេះស្អីគេត្រឹមសត្វកង្កែបកម្រិតដូចវាអាចសម្លាប់ឆៅប៉ាវបានហេថែមទាំងបំផ្លាញទេពកោសលកម្រិតរបស់ស៊ីយីនវឹងទៀតមិនអាចទៅរួចទេដឹងតែមើលទៅសភាពការរបស់លោកយាយប៉ៃមិនដូចជាការលេងសើចទេថ្ងៃនេះឈិនខ្ញុំច្បាស់ជាចប់ហើយហាពួកស៊ីយីនវឹងមកសម្លាប់ខ្ញុំតែត្រូវខ្ញុំសម្លាប់វិញចាត់ទុកថាខ្ញុំខុសហេយាយឯងជាអ្នកទទួលខុសត្រូវក្នុងការសាកល្បងនេះមិនត្រឹមតែបំពេញច្បាប់ចុះមកសម្លាប់ខ្ញុំដោយផ្ទាល់ទេថែមទាំងចេះបំផ្លាញស្ខ្មៅដាក់អន្ទាក់ឡោមព័ទ្ធខ្ញុំទៀតចាស់ដែលមកក្រាស់អត់ខ្មាស់អៀនដូចយាយឯងទេវើយចិត្តងាប់ទៅហើយនៅហ៊ានមកប្រមាថឯងទៀតពួកឯងចូលទៅសម្លាប់វាឲ្យឯងស៊ីវឹងមើលទៅថ្ងៃនេះយើងពិបាកកិច្ចផុតណាស់ត្រៀមខ្លួនបដូរជីវិតទៅទោះត្រូវស្លាប់ក៏ត្រូវអូសោកយាយចាស់នោះទៅជាមួយគ្នាដែរអាយ៉ែហាំកូនប្រុសរបស់ឈិនសោខ្ញុំតើពួកឯងមានសិទ្ធិអីមកប៉ះពាល់ហាចេញសៀឯងមិនមែនពីការអស់15ឆ្នាំហើយទេអីមិនក៏ឯងនៅតែមានកម្លាំងខ្លាំងម្ល៉េះហាទោះបីសត្វវេទមន្តប្រចាំកាយអញមិននៅទីនេះក៏ដោយតែបើត្រឹមទប់ទល់ជាមួយគ្រូបង្វឹកសត្វជាន់ខ្ពស់កំពេចកំប៉ុកដូចជានាងឯងនេះគឺនៅតែស៊ីដាច់ខ្មងអញទុកពេលឲ្យ3វិនាទីបើមិនព្រមរមៀលក្បាលទៅទេអញ្ចឹងចូលមកខ្ញុំនឹងធ្វើជាគូប្រកួតរបស់ពួកឯងងប់ព្រោះទទួលខុសត្រូវខ្លួនឯងវើចេញស៊ីឯងគឺជាជនក្បត់របស់សម្ព័ន្ធសត្វវេទមន្តហើយរឿងនេះខ្ញុំនឹងយកទៅរាយការណ៍ប្រាប់ថ្នាក់លើមិនខានឪពុកកូនឯងច្បាស់ជាវិនាសមិនខានទេវើចៅហ្វាយអូនសុំញ៉ាំមួយម៉ាត់មកបានអត់ញ៉ាំទៅចង់ញ៉ាំប៉ុណ្ណាក៏ញ៉ាំទៅណាប៉ាគ្រូបង្វឹកសត្វបើបាត់បង់សត្វវេទមន្តប្រចាំកាយទៅហើយគឺលែងខុសពីមនុស្សធម្មតាហើយមែនអត់ចុះមិនក៏ប៉ានៅតែសត្វវេទមន្តប្រចាំកាយរបស់ប៉ាខុសពីគេទោះបីវាមិននៅក្បែរខ្លួនក៏ដោយក៏ប៉ានៅតែមានកម្លាំងថាមពលជាគ្រូបង្វឹកសត្វកម្រិតពិសេសទី40ដែរកុំនិយាយរឿងនឹងអីម្ហូបថ្ងៃនេះសុទ្ធតែរបស់ដែលកូនឯងចូលចិត្តតើចាត់ទុកថាជប់លៀងដែលឯងរៀនចប់ដោយរលូនចុះប៉ាឈប់ផឹកស្រាហើយអីពីមុនដែលប៉ាផឹកគឺដោយសារតែមើលមិនឃើញពន្លឺសង្ឃឹមតែពេលនេះពន្លឺនៃក្តីសង្ឃឹមបានចាំងពន្លឺមកហើយប៉ានៅផឹកធ្វើអីទៀតប៉ាពេលនេះប៉ាអាចប្រាប់រឿងម៉ាក់ឲ្យខ្ញុំដឹងបានហើយមែនទេតាមពិតទៅនៅសាលាកូនឯងប្រកាសជាបានឬគេនិយាយខ្លះហើយមើលទៅ
កុំប្រាប់ណែថាអ្វីដែលគេនិយាយហ្នឹងគឺជារឿងពិតត្រូវហើយម៉ាក់របស់ឯងគឺជាសត្វវេទមន្តប្រចាំកាយរបស់ប៉ាហើយក៏ជាទេពធីតានៃត្រកូលសត្វវេទមន្តដែរមនុស្សនិងសត្វវេទមន្តមិនដឹងថាមិនអាចមានកូនជាមួយគ្នាបានទេអីប៉ានិងម៉ាក់ឯងក៏នឹកស្មានមិនដល់ថាមានកូនឯងដែរប៉ាទីមិនខុសទេកំណើតរបស់កូនគឺពាក់ព័ន្ធនឹងគ្រាប់គូចទេពសត្វនៅវិនាទីដែលកូនកើតមកគ្រាប់គូចទេពសត្វបានបញ្ចេញពន្លឺយ៉ាងសន្ធឹកសន្ធាប់ហើយរលាយចូលកូនបាត់ស្រមោលឈឹងហ្មងការដែលសត្វវេទមន្តរបស់កូនអាចស្រូបយកគូចទេពសត្វបានគឺវាបញ្ជាក់គ្រប់យ៉ាងអស់ហើយគ្រាប់គូចទេពសត្វគឺជារតនសម្បត្តិមួយក្នុងចំណោមរតនសម្បត្តិកំពូលទាំងពីររបស់ត្រកូលសត្វកូនឯងប្រហែលជាបានដឹងពីឥទ្ធិពលដ៏អស្ចារ្យរបស់វារួចហើយមើលទៅតែយ៉ាងណាមិញពេលនេះកូនឯងបានក្លាយជាមុខសញ្ញាទី1របស់វិមានទេពសត្វហើយប៉ាគិតថាមិនយូរទៀតទេវិមានទេពសត្វប្រកាសជាដឹងរឿងថាទេពសត្វបានទៅហើយដល់ពេលនោះស្ដេចសត្វកំពូលកម្រិត99ទាំង5របស់វិមានទេពសត្វនឹងដឹកនាំកងទ័ពសត្វកំណាចរាប់មិនអស់ចេញមកវាប្រហារមិនខានពួកវាដាច់ខាតមិនបណ្ដោយឲ្យរបស់ទេពធ្លាក់ក្នុងដៃមនុស្សទេស្ដេចសត្វកំពូលទាំង5នោះបើពួកវាចេញមុខព្រមគ្នាមនុស្សជាតិទាំងមូលច្បាស់ជាវិនាសអន្តរាយមិនខានឡើយអញ្ចឹងហើយកូនឯងមានផ្លូវតែមួយគត់គឺត្រូវប្រញាប់ឡើងដល់ level 90ឲ្យបានលឿនបំផុតដើម្បីឡើងកាន់តំណែងជាស្ដេចសត្វមានតែវិធីនេះទេទើបឯងមានលទ្ធភាពទៅទល់ជាមួយវិមានទេពតាមរឹកបានហើយអាចជួយសង្គ្រោះម៉ាក់ឯងចេញពីនរកនោះបានមែនហើយប៉ាថ្ងៃដែលខ្ញុំក៏ហៅសត្វចិញ្ចឹមនោះធម្មពលសត្វកម្រិតកម្ពូលពីកំណើតរបស់ខ្ញុំត្រូវអាចៅលីងជន់ប្រាកិច្ចសន្យាអាចកំបាំងឆក់យកទៅបាត់ហើយពួកប៉ៃមកចៅមកនេះគឺទទួលបញ្ជាពីវាឲ្យមកសម្រាប់ខ្ញុំបំបិតមាត់នឹងឯងនេះគឺជាកិច្ចសន្យាឆក់យកមានតែត្រកូលចៅដែលជាថ្នាក់ដឹកនាំសម្ព័ន្ធរកទេទើបមានដោយសារតែវត្ថុអាចកំបាំងនេះហើយទើបត្រកូលចៅបង្កើតបានសុទ្ធតែមនុស្សពូកែរហូតអាចវិវត្តពីត្រកូលតូចតាចទៅជាត្រកូលធំបានយ៉ាងលឿនតែប្រភពដើមវានៅតែជាអាចកំបាំងនៅឡើយកាលពី18ឆ្នាំមុនរឿងដែលបែកធ្លាយអត្តសញ្ញាណម៉ាក់ឯងក៏ជាស្នាដៃរបស់ត្រកូលចៅនឹងហើយប៉ាសង្ស័យតាំងពីយូរហើយថាត្រកូលចៅលួចខុបខិតជាមួយវិមានទេពតាមរឹកគ្រាន់តែយើងគ្មានភស្តុតាងសោះមកពីពួកវានឹងហើយទើបធ្វើឲ្យម៉ាក់ត្រូវជាប់ឃុំឃាំងដល់ទៅ18ឆ្នាំនោះត្រកូលចៅត្រូវតែរលាយត្រកូលចៅមានអ្នកវឹកហាត់សត្វច្រើនណាស់បើយើងចាត់ការពួកវាយើងអាចប្រើពួកវាដើម្បីឡើង level បានយ៉ាងលឿនហ្មងប៉ុន្តែយើងត្រូវរកភស្តុតាងដែលពួកវាខុបខិតជាមួយវិមានទេពតាមរឹកសិនទើបយើងអាចកម្ចាត់ពួកវាដោយស្របច្បាប់បានប៉ាខ្ញុំគិតថាប្រហែលមិនយូរទេត្រកូលចៅច្បាស់ជាបញ្ជូនមនុស្សខ្លាំងមកចាប់យើងមិនខានតើយើងគួរទប់ទល់មិនទៅទោះត្រកូលចៅបញ្ជូនមនុស្សមកក៏មិនលឿនថ្នាក់នឹងដែរនៅក្រុងលេមីងនេះប៉ាជាអ្នករារាំងពួកវាព្រឹកស្អែកឯងត្រូវត្រៀមខ្លួនចូលទៅភពមរឹកថ្នាក់ទាបទៅភពមរឹកថ្នាក់ទាបជាភពសត្វសាហាវដែលយើងអាចឡើងដល់ level 30នោះមែនទេប៉ុន្តែតើតែអ្នកជាប់ចំណាត់ថ្នាក់កម្ពុជាទាំង3ក្នុងការប្រកួតសិនតើទើបមានសិទ្ធិចូលបាននោះនេះជាបន្តោងសិទ្ធិចូលភពមរឹកដែលប៉ារក្សាទុកកាលពីមុនឯងអាចចូលទៅបានដោយផ្ទាល់ហ្មងកូនប្រុសឲ្យកូនយើងរួមដៃគ្នាច្បាស់ជាអាចជួយសង្គ្រោះម៉ាក់ឯងបានមិនខានវើយនៅមានសៀវហ្វិនមួយទៀតសៀវហ្វិននឹងលេបត្របាក់ស្រូវរបស់ចៅវាយឲ្យអស់ហ្មងលេបឲ្យអស់ជួងសម្ព័ន្ធបន្លឺឡើងហើយមើលទៅយាយចាស់ប៉ៃមកចៅធ្វើសកម្មភាពលឿនជាងការគិតរបស់ប៉ាទៅទៀតតោះកូនយើងថ្ងៃនេះប៉ានឹងឲ្យឯងឃើញភាពអស្ចារ្យនិងអំណាចពិតប្រាកដរបស់ប៉ាម្ដងអូហូសាច់ច្រើនម្លេះចង់តែហូបឲ្យអស់ទេតើកូនឯងហ៊ានចេញមុខមកប្រកូលខ្លួនទៀតយ៉ាងម៉េចអាគីងកូកុំប្រាប់ណាថាឯងចង់ចូលទៅភពរឹកថ្នាក់ទាបដើម្បីឡើង level នោះនេះហើយជាអភ័យឯកសិទ្ធិរបស់មនុស្សពូកែអស្ចារ្យនោះមិនបាច់ប្រឡងក៏មានឈ្មោះចូលភពរឹកបានដែរឆិនប៉ូឯងស្មានតែមានអាវប្រមឹកឯងចាំកាងឯងអាចរស់បានមែនទេលើកនេះឯងច្បាស់ជាគ្មានឱកាសបានឃើញពន្លឺថ្ងៃស្អែកទៀតទេលោកម្ចាស់ក្រុងឆិនប៉ូនេះមានចរិតខុសខ្លះណាស់វាសម្រាប់ឆាវប៉ាវធ្វើឲ្យស៊ីយីនហ្វុងខ្លាចជាជនពិការនេះជាទោសមិនអាចលើកលែងបានទេឪពុករបស់វាឈិនស៊ឺក៏ជាជនមានទោសធ្ងន់ប្រចាំសម្ព័ន្ធរឹកស្រាប់ទៅហើយឥឡូវចេញមកការពារកូនខ្លួនឯងទៀតទោសកាន់តែធ្ងន់យោងតាមច្បាប់ដៃរបស់សម្ព័ន្ធរឹកគឺមិនចាំបាច់កាត់ក្តីទេអាចប្រហារជីវិតពួកគេនៅទីនេះបានហ្មងឈិនស៊ឺគ្មានសត្វចិញ្ចឹមក៏ហើយទេយ៉ាងច្រើនមានកម្លាំងត្រឹមកម្រិតពិសេសប៉ុណ្ណោះបើលោកម្ចាស់ក្រុងចេញមុខវាច្បាស់ជាស្លាប់មិនខានថ្លង់ណាស់វើយលោកម្ចាស់ក្រុងចិត្តងាប់ទៅហើយវានៅហ៊ានបានចិត្តទៀតសម្រាប់វាទៅលោកម្ចាស់ប្រញាប់សម្រាប់វាទៅឈិនស៊ឺឯងជាជនមានទោសរបស់សម្ព័ន្ធរឹកគួរណាស់តែលាក់មុខកែខ្លួនសារភាពកំហុសលុបលាងបាបមួយជីវិតទៅធ្វើជាអាប្រមឹកឯងទៅវាមិនល្អទេអីចាំបាច់មករកសេចក្តីស្លាប់ធ្វើអីហានៅក្នុងក្រុងលេមីងនេះគ្មានអ្នកវឹកហាត់សត្វណាអាចសម្លាប់អញបានទេវើយកូនប្រុសបើកភ្នែកមើលឲ្យច្បាស់នេះហើយជាអំណាចរបស់ប៉ាឯងនោះឈិនស៊ឺបើអញនៅតែរឹងរូសចង់ងាប់អញ្ចឹងកុំបន្ទោសអញដែលសម្លាប់បិសាចកំណាចដូចជាអញឲ្យសោះ
ខ្លួនឯងថយក្រោយសិនទៅទុកកន្លែងនេះឲ្យពុកចាត់ការទាំងមូស្គាល់អញថាជាកម្ពុជាមនុស្សអស្ចារ្យតែពួកគេអត់ដឹងទេថាហេតុអីបានអញអស្ចារ្យយ៉ាងនេះនោះក៏ព្រោះតែអាពាក្យថាកម្ពុជាទេពកសអញគ្រាន់តែជាលក្ខខណ្ឌសាមញ្ញសម្រាប់តែប៉ុណ្ណោះបាទរបស់ចិនពោទូអត់មានសត្វទេពប្រចាំកាយក៏កាយសាហាវម្លេះតើចុំយើចុះទម្រាំតែសត្វទេពគាត់នៅទីនេះទៀតមិនខ្ទេចមួយទីក្រុងបាត់ទៅហើយទេអីវើយឈិនស៊ឺបើឯងព្រមធ្វើជាអសវនកំសាក់នេះទៅគ្រូសាចៅយើងក៏មិនចង់ប៉ះពាល់ឯងដែរតែពេលនេះឯងជាអ្នករករឿងសុំងាប់ខ្លួនឯងទេណាលោកតាប៉ៃប្រញាប់ចាប់ខ្លួនឈិនពោភ្លាមទៅចំណែកឈិនស៊ឺទុកឲ្យម្ចាស់ក្រុងជាអ្នកចាត់ការចុះពីងពីងមុខខ្មោចហែកអាសត្វគីងគក់សម្រាមនោះឲ្យខ្ទេចខ្ទីហ្មងទៅវិជាក៏ឲ្យកម្រិតសេសគីងគក់វេទមន្តមាសខ្មៅស្អីគេរៀបរាំងនឹងនេះគឺជាជំនាញពីកំណើតរបស់គីងគក់វេទមន្តមាសខ្មៅតើវាវិវត្តដល់កម្រិតស្តាំងពីពេលណាចាំតែខ្ញុំនឹងចៅវាយឡើងដល់ level 30សិនត្រឡប់មកវិញពួកយើងនឹងវាយឯងឲ្យបែកមាត់ថ្មងឯងគិតថាឯងនៅមានឱកាសឡើង level ទៀតអីពិភពសត្វវេទមន្តជាន់ទាបបានបើកហើយកូនពួកឯងទៅមុនទៅខ្ញុំជាអ្នកទប់ទល់ជាមួយពួកវាសៀវហ្វិនពួកយើងទៅវាមិនមែនមានការឆ្លងដែនពិភពសត្វទេហីចង្រៃឲ្យច្បាស់ជាឈិនស៊ឺជាអ្នកឲ្យវាហើយពិភពសត្វវេទមន្តជាន់ទាបបើ level លើសពី30គឺចូលមិនបានទេលោកតាប៉ៃពួកលោកទៅចាត់ការឈិនស៊ឺចុះចំណែកឯឈិនពោវិញខ្ញុំនឹងបញ្ជូនវាទៅឋានរោគដោយផ្ទាល់ដៃហ្មងកូនប្រុសកំទេចពួកទេពកសលចំនួនថ្មីរបស់សមាគមសត្វវេទមន្តឲ្យខ្ទេចជំនួសហើយដណ្ដើមយកតំណែងស្ដេចសត្វវេទមន្តឲ្យបានឈិនពោអញគិតថាគ្រាន់តែរត់ចូលពិភពសត្វវេទមន្តជាន់ទាបនឹងអាចរស់បានមែនទេចៅលីងជុនគឺជាអ្នកវឹកហាត់សត្វកម្រិតសេសនាក្នុងចំណោមកម្រិតដូចគ្នានាងគឺគ្មានគូប្រៀបទេឯងច្បាស់ជាងាប់មិនខានបញ្ជូនមកកន្លែងណាក៏បានមែនយប់មិញពុកបានប្រាប់ថារាល់ពេលដែលពិភពសត្វវេទមន្តជាន់ទាបបើកតែងតែមានស្ដេចសត្វមួយកើតឡើងបើសិនជាអាចសម្រាប់នឹងលេបត្របាក់វាបានពួកយើងច្បាស់ជាអាចវិវត្តម្ដងទៀតមិនខានចៅហ្វាយនៅខាងនោះមានសត្វកាចសាហាវកម្រិតមធ្យម3ក្បាលហាចុះឯងដឹងតាមណាទៅមកពីសត្វដែលយើងបានលេបពីមុនមានមួយក្បាលមានជំនាញចាប់សញ្ញាពីកំណើតណាឥឡូវនេះក្នុងចម្ងាយ10ម៉ាយឲ្យតែ level វាមិនខ្ពស់ជាងខ្ញុំពេកទេគឺតិចមិនផុតពីការចាប់សញ្ញារបស់ខ្ញុំឡើយលយម្លេះបើមានសមត្ថភាពនេះការប្រមាញ់របស់យើងច្បាស់ជាលឿនជាងមុនគុណនឹង10ម៉ោងតោះមុនពេលឡើងដល់ level 30មនុស្សរារាំងសម្រាប់មនុស្សសត្វរារាំងលេបសត្វចោលហ្មងពិភពសត្វវេទមន្តជាន់ទាបទំហំរបស់វាធំមិនចាញ់ប្រទេសតូចមួយនោះទេបើពឹងផ្អែកតែកម្លាំងខ្លួនឯងតែម្នាក់ឯងចង់រកអាគីងគក់សម្រាប់មួយនោះគឺដូចរាវរកុំចូលក្នុងសមុទ្រអញ្ចឹងប៉ុន្តែបើប្រើបញ្ជាតាមប្រមាញ់របស់គ្រូសាចៅវិញរឿងនឹងវាមិនពិបាកទៀតទេបញ្ជាប្រមាញ់ពីជំរំសត្វវេទមន្តគ្រូសាចៅតើទីនោះជាកន្លែងប្រមូលផ្ដុំកម្ពុជាអ្នកប្រយុទ្ធខ្លាំងរបស់សមាគមសត្វវេទមន្តណាអាល្អិតជីវិតឯងធ្លាក់មកក្នុងដៃឯងហើយវើយអោក្រោះសត្វវេទមន្តលំដាប់ខ្ពស់ហាទោះបីជាបានតែមួយឈុតក៏ដោយក៏វាគ្រប់គ្រាន់ឲ្យអញដើរពឹងទ្រូងវាគ្មានគូប្រៀបក្នុង level ដូចគ្នាដែរវើយចំណេយមួយនេះអញសុំកក់មុនហើយគ្រូសាចៅឆ្លាតមែនទែនហ្មងទី1ខ្ចីដៃអ្នកដតីសម្រាប់សត្រូវខ្លួនឯងទី2តាក់ទីមនុស្សពូកែមកពង្រឹងអំណាចខ្លួនឯងបាញ់មួយព្រួញបានសត្វពីរហ្មងគ្រូសាចៅឥឡូវនេះមានឥទ្ធិពលខ្លាំងណាស់មេគ្រូសាគឺជាអនុប្រធានសមាគមសត្វវេទមន្តបាត់ទៅហើយនេះថែមទាំងលេចចេញកម្ពុជាទេពកសលកម្រិតសេះចៅលីងជុនទៀតខ្ញុំខ្លាចតែប៉ុន្មានឆ្នាំទៀតសមាគមសត្វវេទមន្តនឹងត្រូវធ្លាក់ក្នុងដៃគ្រូសាចៅទាំងស្រុងហើយសមាគមសត្វវេទមន្តមិនមែនមានតែគ្រូសាចៅមួយទេដែលមានអំណាចនោះធម្មពលវិវត្តកើនឡើងកាន់តែយឺតទៅហើយមើលទៅកាន់តែ level ខ្ពស់កាន់តែពិបាកវិវត្តហើយតើបញ្ជាតាមប្រមាញ់ហោះចៅលីងជុននាងចង់លេងធំមែនទេបានអញកំដរនាងលេងក៏បានលើកនេះកម្ពុជាទេពកសលឲ្យគ្រូសាចៅទាំងអស់ដែលចូលមកក្នុងពិភពសត្វជាន់ទាបនឹងត្រូវងាប់នៅទីនេះទាំងអស់ដោយសារតែបញ្ជាតាមប្រមាញ់មួយនេះហើយពួកអាំនោះអាក្រក់គួរឲ្យស្អប់ត្រូវតែស៊ីពួកវាអស់កុំឲ្យសល់សំបីតែឆ្អឹងហ្មង
Chờ vài.ភាពធន់នឹងជាពលរបស់ខ្ញុំគឺខ្លាំងជាងសត្វវេទមន្តកម្រិតខ្ពស់ level 30ទៅទៀតណាវាលែងឡើងទៀតហើយ ឡើងតែភាពធន់នឹងជាពលមួយវាមិនទាន់គ្រប់ទេត្រូវតែបង្កើនភាពធន់គ្រប់ប្រភេទទាំងអស់គោលដៅបន្ទាប់សកាច់សាហាវធាតុភ្លើង Chờ vài. Ride មិនអាចបង្កើនភាពធន់នឹងធាតុដីរបស់ខ្ញុំបានណា ចឹងលេបវាទៅមិនថាភ្នំទន្លេរ៉ែឬដើមឈើទេឲ្យតែអាចបង្កើនកម្រិតបានលេបវាឲ្យអស់មក វ៉ាវឈ្ងុយម្លេះ ឈិនពោទេវតាសំណាងពិតជាចូលខាងអញមែនបានជាឲ្យអញរកអញឃើញមុនគេអញ្ចឹងអញស្មានតែជាកម្ពូទេពកសលស្អីតាមពិតគ្រាន់តែជាអាសម្រាមកម្រិតខិសសោះនឹងសម្រាប់អាសម្រាមមួយសោះអាចចូលជំរុំសត្វវេទមន្តគ្រួសារចៅបានបាត់ពិតជាលៀបធ្លាក់ពីលើមេឃមែនវើយលៀបធ្លាក់ពីលើមេឃមែនតែវាជាលៀបដាច់ធ្លាក់សង្កត់ក្បាលពួកអញឲ្យងាប់នោះអីឈិនពោកុំថាអញអត់ទុកឱកាសឲ្យអញណាហើយសត្វវេទមន្តរបស់អញចេញមកអញនឹងឲ្យអញងាប់បិទភ្នែកចិត្តហ្មង Chờ vài. ពួកនឹងល្ងងមិនtênខ្ញុំនៅទីនេះសោះនៅឲ្យចៅវាយក៏ហើយចេញមកទៀត ហែងក្នុងពិភពសត្វវេទមន្តមានក្មេងស្រីមកពីណាវិញហ្នឹង ខ្ញុំមិនមែនក្មេងស្រីទេខ្ញុំជាសត្វទេពប្រចាំកាយរបស់ចៅវាយតើខ្ញុំមានឈ្មោះណាឈ្មោះ Sylvan ពួកអាមនុស្សអាក្រក់ អាចឈួតយ៉ានេះសត្វវេទមន្តកម្រិតសេះស្អីគេសម្ពាធវាខ្លាំងជាងកម្រិតសេះទៅទៀតវើយប្រញាប់ឲ្យសត្វវេទមន្តចេញមកលឿន ពួកឯងកំពុងអេះរមាស់ឲ្យខ្ញុំមែន នេះមិនមែនជាសត្វវេទមន្តកម្រិតទេនេះជាសត្វចម្លែកហាសោះរត់លឿនមកដល់ហើយកុំសង្ឃឹមថារត់រួចឲ្យសោះ Sylvan លេបពូវាទៅ មើលទៅឲ្យវាស៊ីអ្នកវឹកហាត់សត្វអញ្ចឹងសោះទើបឡើង level វិវត្តបានលឿនតា ចៅវាយនេះគឺជាអាវក្រោះសត្វរបស់ពួកវាណា សុទ្ធតែអាវក្រោះកម្រិតទាបតើគ្មានប្រយោជន៍ទេអាហ្វិនស៊ីវាទៅ ចៅវាយក្រោយពេលស៊ីអាវក្រោះសត្វនេះហើយកម្លាំងការពាររបស់ខ្ញុំកើនឡើងច្រើនណាស់មក ការស៊ីអាវក្រោះសត្វអាចជួយបង្កើនកម្លាំងការពាររបស់អាហ្វិនបានបើអញ្ចឹងមែនខ្ញុំត្រូវតែបដូរយុទ្ធសាស្ត្រឡើង level វើយអាហ្វិនធ្វើឲ្យមានរឿងធំបន្តិចទៅពួកយើងបណ្ដាប្រមាញ់សត្វសាហាវបណ្ដាឲ្យចំណីដើមមករកយើងដោយខ្លួនឯងតែម្ដង ចៅវាយចាំមើលស្នាដៃខ្ញុំ ចៅវាយប៉ុណ្ណឹងល្មមឲ្យគេអញឬនៅចាស់ សង្ឃឹមថាពួកកំពូលអ្នកខ្លាំងត្រកូលចៅនឹងចេញមុខមកទាំងអស់គ្នាទៅចុះកុំឲ្យអញពិបាកតាមសម្លាប់ម្ដងមួយ ចៅវាយចំណេញមកមួយវងទៀតហើយតើ លើកនេះបើបណ្ដោយឲ្យរួចខ្លួនតែម្នាក់វាដល់ពេលដែលត្រូវលេងផ្លូវធំហើយ នេះវាជាបេសាចច្បាស់ណាស់វើយអាហ្វិនពួកយើងទៅជ្រលងភ្នំខាងមុខនោះល្ខោនល្អចិត្តចាប់ផ្ដើមហើយតើ
ទីបំផុតរកឯងឃើញហើយឈិនពោលើកនេះឯងរត់មិនរួចទេអ្នកខ្លាំងត្រកូលចៅទាំងអស់ស្ដាប់បញ្ជាត្រូវទៅកាន់ទីតាំងដែលបានកំណត់ភ្លាមស្ទាក់សម្រាប់អាឈិនពោឲ្យបានតាមពិតគឺអាសម្រាមកង្កែបគីងគក់ឯងសោះដែលធ្វើឲ្យកម្ពុជាអ្នកខ្លាំងត្រកូលចៅយើងចេញបញ្ជាតាមសម្រាប់ដោយផ្ទាល់នោះចង្រៃអើយខំរត់រករយគីឡូព្រោះតែចង់ដណ្ដើមយកក្បាលវាសោះតែចុងក្រោយទីតាំងត្រូវគេបញ្ចេញបាត់រង្វាន់ពីការតាមសម្រាប់នេះលែងមានចំណែកអញហើយចៅលីងជុននៅមិនទាន់មកដល់ទេអ្នកណាសម្រាប់ឈិនពោបានមុនអ្នកនោះនឹងទទួលបានរង្វាន់នេះមិនអន់ទេបើចង់ចូលជំរំសត្វត្រកូលចៅយើងតតែមានសមត្ថភាពពិតមែនពួកអ្នកខ្លាំងត្រកូលចៅយើងនឹងចេញដៃដូចគ្នានេះហើយឬត្រកូលចៅទប់ទល់ជាមួយអ្នកវឹកហាត់សត្វកម្រិតគ្មានអ្នកសោះដល់ថ្នាក់នាំគ្នាមករួតវីដែរពិតជាអាម៉ាស់មុខសម្ព័ន្ធមិត្តសត្វខ្លាំងណាស់នៅអួតខ្លួនឯងថាកម្ពុជាអ្នកខ្លាំងទៀតចៅវាយមានមនុស្សអាក្រក់ច្រើនណាស់1 2 3បើស៊ីពួកវាទាំងអស់ធានាថាឡើងដល់ level 30មិនខានមកអ្នកទាំងអស់គ្នាសុទ្ធសឹងតែជាកម្ពុជាអ្នកខ្លាំងនៃមនុស្សជាតិជំនាន់នេះហើយប្រសិនបើស្លាប់នៅទីនេះទាំងអស់វាជាការខាតបង់ធំណាស់សម្រាប់មនុស្សជាតិយើងពេលនេះបើនរណាព្រមបោះបង់ការតាមសម្លាប់ហើយដកខ្លួនចេញពីទីនេះគឺនៅទាន់ពេលតើបើមិនអញ្ចឹងទេបន្តិចទៀតនេះខ្ញុំមិនទុកជីវិតសំបីតែម្នាក់ដល់ថ្នាក់នេះទៅហើយនៅខ្វល់ពីអនាគតមនុស្សជាតិទៀតឈិនពោអញពិតជាមានមនោសញ្ចេតនាខ្ពស់មែនហាស្ដាយណាស់ដែលលោកតាចេញបញ្ជាដាច់ខាតមិនឲ្យតាំងខ្លួនជាស្ត្រូវជាមួយត្រកូលចៅបើមិនអញ្ចឹងទេរឿងនេះអញប្រកាសជាលោកដៃជួយអញបាត់ទៅហើយឈិនពោជិតមកទៅហើយនៅមានមុខមកអួតក្អេងក្អាងទៀតអញគិតថាថ្ងៃនេះអញអាចរស់បានមែនទេបងប្អូនទោះបីជាយើងកាត់បានត្រឹមដៃឬជើងវាមួយចំហៀងក៏នៅតែអាចយកទៅដូរយកអាវក្រោះសត្វកម្រិតខ្ពស់បានមួយឈុតដែរវើយត្រកូលចៅយើងមិនខ្វះទេលុយនោះជើងស្ដាំរបស់វាអញជាអ្នកកក់មុនហើយក្បាលរបស់វាជារបស់អញ